គឺពាក់ព័ន្ធទៅនឹងក្រសួងសុខាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលគឺបើកយុទ្ធនាការយល់ដឹងថ្នាក់ជាតិស្ដីពីការការពារនិងបង្ការជំងឺមិនឆ្លងគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពហៅកាត់ថា HACC ជាលេខាធិការដ្ឋានរបស់សម្ព័ន្ធដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លងកម្ពុជាសហការជាមួយនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពមន្ទីរសុខាភិបាលរាជធានីភ្នំពេញអង្គការសមាគមអង្គការសង្គមស៊ីវិលបាទគឺបានចាប់ផ្ដើមយុទ្ធនាការបាទយល់ដឹងថ្នាក់ជាតិស្ដីពីការការពារនិងបង្ការជំងឺមិនឆ្លងនៅសួនវត្តបទុមវតីរាជធានីភ្នំពេញក្រៅប្រធានបទហាត់ប្រាណដើម្បីសុខភាពការពារហានិភ័យជំងឺមិនឆ្លងអញ្ចឹងការដែលរួមសហការគ្នានេះគឺដើម្បីធ្វើយ៉ាងណាពង្ជ្រាបការយល់ដឹងជូនទៅដល់បងប្អូនប្រជាពលរដ្ឋអំពីការហូបចុកអំពីរបបនៃការហាត់ប្រាណមានន័យថាស្ករតិចអំបិលតិចខ្លាញ់តិចប៊ីចេងតិចអីចឹងទៅបាទហើយមួយវិញទៀតគឺព្យាយាមហាត់ប្រាណយ៉ាងណាមួយថ្ងៃឲ្យបាន30នាទីឬក៏ខ្ទង់15នាទីដើម្បីឲ្យសុខភាពយើងល្អទាំងបេះដូងទាំងថ្លើមទាំងសួតទាំងប្រមាត់អីផ្សេងព្រោះថាឥឡូវនេះសួតថ្លើមប្រមាត់ហ្នឹងគឺសិតតែគ្រឿងក្នុងមានន័យថាត្រូវតែប្រឈមដូចគ្នាបាទអរគុណអញ្ចឹងសង្ឃឹមថាកិច្ចការងារទាំងអស់នេះក៏ដូចជាការបញ្យល់ណែនាំនេះនឹងបងប្អូនអាចទទួលយកហើយដើម្បីអនុវត្តដើម្បីយើងមានសុខភាពល្អតើកាលណាពលរដ្ឋមានសុខភាពល្អមានកម្លាំងពលំមុនកម្លាំងពលកម្មនៃការធ្វើការងាររកស៊ីក៏ល្អដូចគ្នាដែរ